គាត់ធ្វើវីសាប៉ុណ្ណឹងឲ្យលុយគេ10-20 ម៉ឺនទៅតវីសាអ្នកដែលមិនមែនជាសមាគមស្ថិតនៅក្រោមសមាគមទេរបៀបនៃការតវីសាខ្ញុំនឹងប្រាប់អ្នកនរគ្នាចាំស្ដាប់ណាយើងមាន2ចំណុចធំទី1ឯកសារអ្នកនរគ្នាត្រូវមានទី2ឯកសារអ្នកនរគ្នាដែលត្រូវសុំពីក្រុមហ៊ុនដាក់ឲ្យអ្នកនរគ្នាដើម្បីយកទៅដាក់ពាក្យអញ្ចឹងចាំស្ដាប់ខ្ញុំទី1ឯកសារដែលយើងត្រូវមាននោះទី1គឺឯកសារ form ដែលមានស្រាប់នៅញឺកាំងឬក៏តាមអ៊ីនធឺណិតយើងអាចស្វែងរកបានទៅហើយបំពេញពាក្យតាមហ្នឹងទៅហើយខ្ញុំនឹងបញ្ជាក់មួយច្បាស់ហ្នឹងទី2 passport យើងហ្នឹងទី3សាយយើងខាតដកបច្ចុប្បន្នយើងប្រើប្រាស់ហ្នឹងទី4ហូបថត 4x3 ទី5ឈឺមេនសេគឺពន្ធដែលយើងបានបង់ហ្នឹងយើងត្រូវតែដកនៅសង្កាត់ទី6គឺกระดาษប្រាក់ខែអាពេលខែទី12ហ្នឹងគេមិនចែកឲ្យយើងមើលថាក្នុងមួយឆ្នាំនេះបានប្រាក់ខែប៉ុន្មានហ្នឹងអាกระดาษហ្នឹងហើយកระดาษខ្ញុំនឹងបញ្ជាក់អ្នកនរគ្នាមួយ step by step អញ្ចឹងណាហើយឯកសារពីក្រុមហ៊ុនអ្នកនរគ្នាគ្រាន់តែថតរូបខ្ញុំចាក់ដាក់នៅក្នុងអេក្រង់ហ្នឹងយកទៅឲ្យក្រុមហ៊ុនមើលឲ្យគេដកឲ្យទៅហើយឯកសារដែលបានទាំងអស់ហ្នឹងយកទៅដាក់ពាក្យនោះឯងទៅចាំមើលខ្ញុំបញ្ជាក់ប្រាប់អ្នកនរគ្នាមួយចាំមើលឯកសារដែលយើងត្រូវមានណានេះគឺ form គំរូពេលទៅញឺកាំងនេះគេមាន form គំរូអ្នកនរគ្នាយក form ហ្នឹងហើយដើម្បីបំពេញពាក្យបើថាអ្នកនរគ្នាខ្ជិលទៅញឺកាំងទេអ្នកនរគ្នានៅក្នុងអ៊ីនធឺណិតវាយពីស្អីគេ application for extension of period of stay ហ្នឹងទៅវាយទៅវានឹងចេញប្រើពាក្យ PDF ទៅវានឹងចេញ form ហ្នឹងមកយើងនឹងតើមិនយើង print វាចេញទៅហើយយើងបំពេញតាមនឹងនេះចំណុចក្រហមហ្នឹងណាចំណុចក្រហមនេះដែលយើងត្រូវបំពេញហ្នឹងឧទាហរណ៍កាន់តែអ្នកនរគ្នាអត់ចេះឡើយណាបំពេញឡើយណាអីថ្ងៃក្រោយអីអាចសួរខ្ញុំបានអញ្ចឹងណាប៉ុន្តែលុត្រាខ្ញុំតនេបើខ្ញុំអត់តនេខ្ញុំអត់ដឹងធ្វើមិនដែរប៉ុន្តែគាត់ថាខ្ញុំជួយដែលអាចជួយបានអញ្ចឹងទី2នេះមានអីត្រូវបំពេញគឺ passport យើងនេះយើងទៅញឺកាំងទី3នេះក៏មានអីដែរគឺសាយយើងខាត់ដកផុនយើងហ្នឹងកំពុងប្រើប្រាស់រាល់ថ្ងៃហ្នឹងក៏យកទៅដែរទី3ហ្នឹងក៏មានដែរគឺរូបថតប៉ុន្តែរូបថតថ្មីដែលយើងថតណាមិនរូបថតមួយឆ្នាំមុនអីយកមកដាក់បានទេអត់បានទេណាគឺយ៉ាងហោចណាស់ក៏3ខែអញ្ចឹងទៅថតថ្មីហ្នឹងពេលទៅដាក់តហ្នឹងអានេះគឺ show តុកសេគឺយើងយកពីសង្កាត់យើងត្រូវទៅដកពីសង្កាត់ណាហើយមួយទៀត Kaze Shomeisho ក៏ដកពីសង្កាត់ដែរពេលហ្នឹងយើងទៅសង្កាត់ហ្នឹងយើងសុំគេពីស្លឹកហ្នឹងណាខ្ញុំនឹងដាក់ជាអក្សរជប៉ុនដល់អ្នកនរគ្នាគឺ Kaze Shomeisho ហើយនឹង Show Tokuze ហ្នឹងទៅគេនឹងឲ្យយើងហើយជាกระดาษសិនណាហើយតែយើងទៅដកហ្នឹងយើងត្រូវយកសាយយើងខាត់ដកយើងទៅហ្នឹងគេដកឲ្យហើយទៅយ៉ាកបាក់ទៅសង្កាត់អញ្ចឹងទៅគេដកឲ្យហើយអានេះគឺกระดาษបញ្ជាក់ប្រាប់ខែយើងណារយៈពេល1ឆ្នាំពេញយើងមានប្រហែលអញ្ចឹងអាហ្នឹងខែ12ពីយិនគេឲ្យយើងគេត្រូវតែឲ្យយើងរយៈពេល1ឆ្នាំហ្នឹងតែយើងមានប្រាក់ខែប្រហែលអីអញ្ចឹងនៅក្នុងហ្នឹងណាអញ្ចឹងយើងត្រូវរក្សាទុកពេលគេចែកប្រាក់ខែមកគេមានអាហ្នឹងទៅដើម្បីទៅតវីសាអញ្ចឹងអស់ហើយត្រឹមហ្នឹងបើមានចម្ងល់អីខ្វះខាតលម្អិតអីអាចសួរម្ដងទៀតបានណានៅពេលដែលខ្ញុំខ្ញុំឆ្លើយហើយចុងក្រោយគឺស្នើសុំពីក្រុមហ៊ុនឲ្យគាត់ដកกระดาษដែលមាននៅក្នុងដែលឃើញនៅអក្សរម៉ានកระดาษហ្នឹងប្រាប់ក្រុមហ៊ុនហ្នឹងគេដឹងហើយគេនឹងឲ្យយើងហើយអញ្ចឹងទៅអាกระดาษហ្នឹងយើងបាច់ខ្វល់ព្រោះក្រុមហ៊ុនអ្នកធ្វើយើងមានសិទ្ធិធ្វើយើងប្រាប់ក្រុមហ៊ុនថាយើងត្រូវតវីសាសុំឯកសារហ្នឹងមកអញ្ចឹងទៅហើយតវីសាហ្នឹងគឺរយៈពេល3ខែមុនអញ្ចឹងទៅដូចទីហោយើងដល់ខែ3ត្រូវដាច់វីសាយើងចាប់ដើមតពីខែ1មកអញ្ចឹងណា